ទីបំផុតរដ្ឋាភិបាលថៃបានទទួលស្គាល់ថាខ្លួនមើលស្រាលស្ថានភាពទឹកជំនន់នៅស្រុកហាត់យ៉ៃខេត្តសង្ខឡាហើយការប៉ាន់ស្មានខុសនេះគឺជាមេរៀនសម្រាប់ថ្ងៃមុខសារព័ត៌មាន The Nation បានដកស្រង់សម្ដីលោក Paradon Prisa Nana Thakul ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដែលនិយាយក្នុងការ live លើ YouTube កាលពីថ្ងៃប្រហ័សទី27ខែវិច្ឆិកាឆ្នាំ2025នេះថាជាការពិតយើងធ្វើឲ្យមានកំហុសទើបមានមនុស្សស្លាប់ច្រើនបែបនេះប៉ុន្តែខ្ញុំជឿថាថ្ងៃនេះរដ្ឋាភិបាលមន្ត្រីរាជការនិងសូម្បីតែប្រជាពលរដ្ឋក៏ត្រូវតែរៀនសូត្រពីវិបត្តិនេះដែរវាជាមេរៀនសម្រាប់គ្រប់ភាគីដើម្បីវិតម្លៃថាតើភាគីនីមួយៗបានមើលស្រាលស្ថានភាពនេះខ្លាំងកម្រិតណាលោក Paradon ដែលជានាយកមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នសម្រាប់វិបត្តិទឹកជំនន់ថៃផងដែរនោះបានលើកឡើងទៀតថាយើងគួរតែរៀនសូត្រពីបទពិសោធន៍នេះហើយអនុវត្តវាទៅតាមព្រឹត្តិការណ៍នាពេលអនាគតថាតើយើងនឹងត្រូវដោះស្រាយវិបត្តិនេះដោយរបៀបណាការទទួលស្គាល់នេះកើតឡើងស្របពេលដែលតួលេខមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃកើនឡើងដល់104នាក់ហើយប្រភព The Nation Credit KPT International តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណក៏សូមជម្រាបលា